តសរសេរអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកពីការគូប្លង់ជាទូទៅខាងខ្ញុំគឺចែកទៅជា step ចឹងក្នុងការគូប្លង់ architecture ចឹងដំបូងបំផុតគឺយើងចាប់ផ្ដើមពី step ទី1អូខេចឹងតម្រាំតែយើងមកដល់អាប្លង់ទី5នេះអូខេមាន full option ណាវាមានតាំងពី grid line វាមានតាំងពី grid line គឺចុចអូខេវាមានតាំងពីអញ្ចឹងអត់10អត់20ហើយមានអក្សរចឹងទៅអូខេអញ្ចឹងតម្រុំមកដល់ step 5តែពិតយើងមាន step លើនឹងទៀតដូចតែនឹងខ្ញុំប្រាប់តាមក្រោយអញ្ចឹងដើម្បីមកដល់ step ទី5នឹងបានយើងទិបដំបូងគឺយើងត្រូវចេះពី step ទី1ទៅអញ្ចឹងពេលដែលយើងមើលបែបនេះមើលពី step ទី5ទៅមើលទៅយើងពិបាកមើលណាដោយសារបើសិនជាគាត់អត់ដែរគូគាត់អាចនឹងពិបាកមើលអញ្ចឹងណាហើយមិនដឹងថាចាប់គូពីណាទៅណាទេអញ្ចឹងដំបូងគឺយើងចាប់ពី step ទី1ទៅអូខេអញ្ចឹង step ទី1ដំបូងបំផុតគឺយើងគូស grid line អូខេគឺជាការគូស grid line គូសអគារមានន័យថាយើងដៅចំណុចដៅអគារអូខេមានថាបើគេចុះដំបូងគឺគេ survey អូខេគេ survey យកទីតាំងអគារអូខេអញ្ចឹងទី1យើងត្រូវគូស grid line អញ្ចឹងក្នុង AutoCAD យើងក៏ត្រូវគូស grid line ដែរអញ្ចឹង grid line គឺតម្រូវឲ្យគូសស្ទាប់រៀងសើអត់សូវច្បាស់ទេហើយប្រភេទបន្ទាត់គឺជាបន្ទាត់ដាច់អូខេដាច់អញ្ចឹងដូចអ្នកនេះបានឃើញអញ្ចឹង step ទី1គូ grid line យើងដាក់ symbol មក symbol របស់ grid line នឹងអគារ A B C D E F ហើយយើងវាស់យើងអីមកគឺប៉ុណ្ណឹងគឺជា step ទី1អូខេអញ្ចឹងពេលដែលយើងដាក់ step ទី1ហើយយើងចូល step ទី2អញ្ចឹង step ទី2យើងគ្រាន់តែដាក់សសរអូខេអញ្ចឹងសសរយើងប្រហែលទឹកគុណប្រហែលទឹកយើងដាក់មកអានេះអត់អីពិបាកទេ step ទី2គ្រាន់តែ copy ពី step ទី1ដាក់មក step ទី2មកហើយគូសសរមកដូចនេះអញ្ចឹងវា6ទឹកគុណ6ទឹកអូខេឬក៏600មីលីម៉ែត្រគុណ600មីលីម៉ែត្រអញ្ចឹងទៅអញ្ចឹងយើងគ្រាន់តែដាក់ copy ដាក់ចូលទៅហើយ copy មកចូលហ្នឹងមកដាក់ទៅតាម grid អញ្ចឹងកន្លែងណាទីតាំងដែលមានសសរគឺជាទីតាំងដែលកាត់គ្នាអូខេដោយសារនេះជាប្លង់បាតអញ្ចឹងពេលដែលវាកាត់គ្នាទៅវាទទួលបានអក្សរមានថា grid A ជួបនឹង grid 1អញ្ចឹងទៅយើងចំណាំមកគឺកាត់គ្នាគឺទីតាំងហ្នឹងគឺជាទីតាំងអក្សរអញ្ចឹងអូខេដល់ពេលដីកន្លែងនេះគឺជាដីលយទេអញ្ចឹងវាមានអក្សរដែរតែដោយសារនេះវាមានបេរ៉ង់ដាអញ្ចឹងយើងគិតទៅតាមហ្នឹងអក្សរវាអត់មានដូចgrid ធំនេះទេអូខេហើយមេ grid នេះ A B C D 1 2 3 4អញ្ចឹងទៅអូខេដល់ពេលយើងដាក់សសររួចយើងចូល step ទី3ជា step ទី3គឺយើងដាក់ជញ្ជាំងម្ដងតទៅយើងដាក់សសរគឺយើងដាក់ជញ្ជាំងយើងមានអត់10អត់20អូខេអញ្ចឹងយើងគូពោះទៅតាមហ្នឹងទៅអូខេអញ្ចឹងវាចាប់ផ្ដើមឃើញជារូបរាងប្លង់បរាហើយតទៅ step ទី3រហូតដល់ step ទី4អូខេ step ទី4ពេលដែលយើងមានជញ្ជាំងមានអីខាន់រួចរាល់ហើយអូខេយើងអាចដាក់ symbol ទឹកទូកអីបំរើប្រាស់អូខេអញ្ចឹងយើងខ្វះអីគឺយើងដាក់ចូលអូខេសម្រាប់ទូកអីអញ្ចឹងប៉ុណ្ណេះគឺអាចថាយកជាការបានប្លង់អូខេតែថាប្លង់ប៉ុណ្ណេះគេអាចមើលយល់ហើយអូខេតែយើងត្រូវដាក់អក្សរឲ្យគេបងអញ្ចឹងរហូតដល់ step ទី5គឺយើងមានអក្សរយើងរៀនអំពីការដាក់អក្សរអូខេការដាក់អក្សរហើយទីតាំងណាយើងត្រូវដាក់ឲ្យឈ្មោះទីតាំងហ្នឹងអូខេដាក់អក្សរទាំងអស់អូខេដល់ពី step ទី6យើងរៀនធ្វើបន្ទុះឬក៏ធ្វើស៊ុំហើយយើង step ទី7ឬក៏8អញ្ចឹងទៅមុខទៀតទៅយើងមានចាប់ចូល plot ធ្វើជាប្លង់ដាក់กระดาษ A3 A4 អញ្ចឹងទៅអញ្ចឹងខ្លីៗសម្រាប់ក្នុងការចែកម្លែកនេះអរគុណច្រើនអ្នកនរគ្នា